សេរីយ៉ាកំពុងខិតជិតទៅរកការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់មួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យមន្ទីរបញ្ចកោណរៀបចំផែនការយោធាវាយប្រហារប្រឆាំងនីសេរីយ៉ាលោកត្រាំបានចោទប្រកាន់រដ្ឋាភិបាលនីសេរីយ៉ាថាមិនអើពើចំពោះការសម្លាប់រង្គាលទៅលើអ្នកកាន់សាសនាគ្រឹះដោយពួកជ្រុលនិយមអ៊ីស្លាមនេះបើយកទៅតាមកាសែត The Washington Post ចេញផ្សាយនៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025ប្រភពពីមន្ទីរបញ្ចកោណបានប្រាប់សារព័ត៌មានធំៗរបស់អាមេរិកថាមេបញ្ជាការយោធាអាមេរិកបានចាប់ផ្ដើមកំណត់អត្តសញ្ញាណគោលដៅវាយប្រហារនៅភាគខាងជើងប្រទេសនីសេរីយ៉ាជាកន្លែងដែលក្រុមជ្រុលនិយមអ៊ីស្លាមបូកូហារ៉ាំនិង ISIS អាហ្វ្រិកខាងលិចកំពុងធ្វើប្រតិបត្តិការជំរុញវាយប្រហារទៅបានរាយការណ៍ថារួមមានតាមអាកាសពីមូលដ្ឋានទ័ពអាមេរិកនៅអាហ្វ្រិកនិងការគ្រប់គ្រងពីឈុំសមុទ្រហ្គីណេគួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ2009មកពួកជ្រុលនិយមអ៊ីស្លាមបានសម្លាប់គ្រឹះបរិស័ទប្រមាណ 50,000 នាក់នៅទូទាំងប្រទេសនីសេរីយ៉ាដែលបង្កឡើងដោយការរើសអើងសាសនានិងចំនួនដីធ្លីការសម្លាប់រង្គាលបន្តកើនឡើងយ៉ាងខ្លាំងនៅក្នុង8ខែដើមឆ្នាំ2025នេះបើយោងទៅតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសនីសេរីយ៉ាលោកត្រាំបានហៅការសម្លាប់នេះថាជាអំពើខុសខើដែលអាមេរិកមិនអាចឈរមើលបានទន្ទឹមនឹងនោះលោកក៏បានប្រកាសផ្អាកជំនួយទាំងអស់របស់អាមេរិកដល់នីសេរីយ៉ាផងដែរបើទោះបីជាជនរងគ្រោះជាពលរដ្ឋនីសេរីយ៉ាដែលកាន់សាសនាគ្រឹះមិនមែនជាជនជាតិអាមេរិកក៏ដោយក៏ប៉ុន្តែគ្រឹះបរិស័ទអភិរក្សនិយមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់សម្ពាធឲ្យសេតវិមានចាត់វិធានការដោយយល់ថាអាមេរិកមានកាតព្វកិច្ចការពារគ្រឹះបរិស័ទនៅទូទាំងពិភពលោកស្របទៅតាមគោលការណ៍សេរីភាពសាសនាប្រឆាំងការប្រឡាយពូជសាសន៍ខាងសាសនារដ្ឋាភិបាលនីសេរីយ៉ាបានកោតទោសការគំរាមកំហែងរបស់អាមេរិកដោយចាត់ទុកថាជាការរំលោភបំពានទៅលើអធិបតេយ្យភាពហើយទទូចថាយោធារបស់ខ្លួនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងក្រុមជ្រុលនិយមទាំងនោះ